បាទ5ចំណុចសំខាន់មុននឹងអ្នកទៅប្រទេសចិនបាទថ្ងៃនេះខ្ញុំបានធ្វើដំណើរចេញពីសៀមរាបទៅភ្នំពេញដើម្បីជិះយន្តហោះបាទអញ្ចឹងយើងមកដល់ពលានថ្មីរបស់យើងទើបតែសម្ពោធបាន3ថ្ងៃទេបាទយើងមកជិះយន្តហោះពីពលានថ្មីរបស់យើងនៅទីក្រុងភ្នំពេញទៅប្រទេសចិនទីក្រុងណាននីងខេត្តខ្វាងស៊ីបាទចឹងការឆែកសំបុត្ររបស់យើងកក់សំបុត្រ China Eastern បាទចេញពីទីក្រុងភ្នំពេញទៅចឹងយើងបានឆែកសំបុត្ររួចហើយយើងក៏ធ្វើដំណើរទៅកាន់វាយ passport វាយ visa ចេញបាទទៅពេលយើងវាយ visa ចេញហើយយើងបានមើលទេសភាពនៅពលានយើងបានថតរូបបាទបន្ទាប់បញ្ចប់មកយើងដល់ម៉ោងយើងក៏ធ្វើដំណើរទៅឡើងយន្តហោះរបស់យើងចេញពីទីក្រុងភ្នំពេញទៅបាទខ្ញុំសូមចែកម្លែកបន្តិចចុះមុននឹងអ្នកគ្នាទៅប្រទេសចិនអ្នកគ្នាត្រូវ apply visa ដោយខ្លួនឯងសិនបាទនឹងចំណុចសំខាន់អ្នកគ្នាត្រូវ apply visa បន្តមកទៀតអ្នកគ្នាapply visa បានអ្នកគ្នាកក់សំបុត្រយន្តហោះអញ្ចឹងខ្ញុំបានមកដល់សៀងហៃយើង transit ពីសៀងហៃទៅយើងបានជិះរថភ្លើងក្រោមដីរបស់គេហ្នឹងទៅឡើង local transfer បាទ Get off the train. Please be careful when doors open. Please take your belongings with you and watch your steps. Please don't push other people and refrain from using your cell phone. យើងបានជិះយន្តហោះបន្តទៀតទៅចេញពីសៀងហៃទៅទីក្រុងណាននីងខេត្តខ្វាងស៊ីនៅលើយន្តហោះយើងអត់មានអីច្រើនទេយើងមានទឹកតែមានទឹកក្រូចបាទ orange juice របស់យើងនេះបានមកដល់ទីតាំងក្រុងណាននីងហើយបាទទីមកដល់ទីក្រុងណាននីងយើងក៏ចុះយន្តហោះយើងមានមគ្គុទ្ទេសក៍ឬក៏ local host របស់យើងនេះបាន check in នៅហូតែបាទអ្វីដែលពិសេសយើងឃើញនៅហូតែមានជីងបាទខ្ញុំក៏បានថ្លឹងគីឡូសាបាទយើងឃើញថាយើងបានសម្រកគីឡូបានសម្រេចហើយបាទហើយអ្វីដែលខ្ញុំកត់សម្គាល់គឺនៅបន្ទប់ទឹករបស់យើងបាទយើងឃើញមានphone call បាទយើងអាច call ថាយើងជួបដួលក្នុងបន្ទប់ទឹកហើយយើងមាន phone call បានបាទគឺមានទឹកក្តៅទឹកត្រជាក់ហើយអ្វីដែលខ្លាចបាទបន្ទប់របស់យើងមានគ្រាពីរខ្ញុំគេងតែម្នាក់ឯងទេបាទមានគ្រាពីរបន្ទប់ស្អាតមានផាសសុខភាពបាទតម្លៃសមរម្យអាចទទួលយកបានខ្ញុំគិតមួយយប់$50គេមានទឹកអីស្អាតដែរហើយមានអ្វីដែលខុសពីយើងខ្ញុំឃើញនៅក្នុងនេះគេដាក់កសែងជូតដៃផ្សេងកសែងជូតមុខផ្សេងកសែងជូតខ្លួនផ្សេងនៅក្នុងថង់ទាំងអស់ម៉ាសិតនៅក្នុងថង់ហ្នឹងហើយមានក្រសិតសក់3មានថ្នាំដុសធ្មេញ2មានគ្រឿងតែងខ្លួនអីមួយឈុតឲ្យយើងអញ្ចឹងបន្ទាប់ពីហ្នឹងមកយើងក៏មើលទេសភាពទីក្រុងបន្តិចទៅដោយសារយើងមកដល់ថ្ងៃដំបូងយើងអត់បានចេញទៅធ្វើការទេបាទយើងទៅមើលទេសភាពមួយចំនួននៅទីក្រុងហ្នឹងយើងមកដល់កន្លែងទីតាំងទីពណ៌បាទអាស៊ាន China ASEAN Expo បាទនេះគឺជាប៊ូតតំណាងប្រទេសកម្ពុជាខេត្តសៀមរាបបាទយើងមកមើលតាំងផលិតផលមួយចំនួនដែលយើងនាំយកមកពីប្រទេសកម្ពុជាផលិតផលជាច្រើនបាទយើងមានផលិតផលដូចជាម្រេចមានត្រីងៀតបាទយើងមានត្រីស្ងួតបាទមានកាម៉ាមានខិតប័ណ្ណមួយចំនួនពីមន្ទីរទេសចរអញ្ចឹងទៅមានមីបាទមីជាតិមានម្រេចបាទអញ្ចឹងពិសេសមែនទែនដែលយើងនាំផលិតផលខ្មែររបស់យើងឲ្យប្រទេសដទៃឬក៏អ្នកដែលមកចូលទស្សនាតាំងពីពណ៌ហ្នឹងគាត់បានឃើញផលិតផលខ្មែររបស់យើងផងដែរអញ្ចឹងជាឱកាសមួយដែលយើងអាចមានឱកាសក្នុងការនាំយកផលិតផលចេញក្រៅប្រទេសផងដែរបើសិនជាយើងមានអ្នកវិនិយោគទុនឬក៏អ្នកក្រុមហ៊ុនមួយចំនួនគាត់ចង់សហការជាមួយអាជីវករឬក៏ម្ចាស់ក្រុមហ៊ុននៅប្រទេសកម្ពុជាយើងមានឱកាសច្រើនក្នុងការលក់នាំចេញទៅក្រៅប្រទេសអញ្ចឹងក៏លេមកបន្តិចសម្រាប់កក់យន្តហោះវិញដោយសារខ្ញុំអត់ទាន់បានបកស្រាយយើងអាចកក់ទៅខ្លួនឯងឬក៏កក់តាមអ្នកងារលក់សំបុត្រយន្តហោះបានអញ្ចឹងអាហ្នឹងចំណុចទី2ដែលយើងបន្ទាប់ពីយើងធ្វើ visa apply visa
ហើយយើងកក់សំបុត្រយន្តហោះកុំឲ្យយើងអត់ទាន់បានវីសាផងកក់សំបុត្រយន្តហោះវាអាចខកបំណងរបស់យើងបាទព្រោះឯវីសាឥឡូវយើងត្រូវ apply វីសាដោយខ្លួនឯងបាទ agency apply ឲ្យក៏បានដែរហើយប៉ុន្តែបើយើងវីសាឥឡូវគេ apply online អញ្ចឹងយើង apply ដោយខ្លួនឯងក៏ល្អមួយយ៉ាងដែរបាទអញ្ចឹងចំណុចត្រង់នេះយើងបានធ្វើដំណើរពីកន្លែងតាំងពីពណ៌ហើយយើងបានថ្ងៃទី2យើងក៏ទៅទស្សនាសាលាសាកលវិទ្យាល័យនិងអនុវិទ្យាល័យមួយនៅខេត្តខ្វាងស៊ីអញ្ចឹងយើងបានធ្វើដំណើររួមជាមួយប្រទេសដទៃផងដែរបាទមានប៉ូឡេនមានហ្វីលីពីនបាទហើយនិងមានឡាវ East, the Austrian countries. Yes. I think originally is born in Rio from Manhattan. All the student. No, I mean you. Are you originally from? Oh yes, I'm a. Oh. នេះគឺជាអនុវិទ្យាល័យទេបាទផលិតបាទអញ្ចឹងសាលារបស់គេបច្ចុប្បន្នអ្វីដែលខ្ញុំរៀនសូត្របានគឺមុខវិជ្ជាទាំងអស់ឬក៏កម្មវិធីសាលាទាំងអស់គឺ apply technology មិនថាផ្នែក agriculture ផ្នែក the library បាទអញ្ចឹងទៅចំ architecture សិតតែ apply technology ដើម្បីឲ្យវាជាប្រព័ន្ធ smart មួយដោយអូតូស្វ័យប្រវត្តិអញ្ចឹងមានន័យថាបើសិនជាយើងសិក្សា technology គឺសារៈសំខាន់សម្រាប់បងប្អូនដែលកំពុងសិក្សាស្វែងយល់ពីអ្វីផ្សេងៗឬក៏មុខវិជ្ជាផ្សេងៗក៏ដោយយើងគួរតែអភិវឌ្ឍកម្មវិធីរបស់យើងហ្នឹងមិនថា architecture agriculture យើងត្រូវមាន technology បន្ថែមដើម្បីជួយសម្រួលការងាររបស់យើងឲ្យកាន់តែរហ័សជាងមុនហើយមានប្រសិទ្ធភាពលក្ខណៈក្មេងៗនេះគាត់ទៅជា college ហើយបើយើង6ឆ្នាំប៉ុន្តែវា Here also we have some VR and AR ចឹងនៅក្នុងនេះយើងមានភាគច្រើននៅក្នុងនេះគេមានធ្វើប្រព័ន្ធបែប the library ណាបាទមានថា transfer សម្ភារៈអីមួយចំនួនឬការវិចខ្ចប់អីមួយចំនួនគឺអានឹងសម្បូរមែនទែនដោយសារយើងតាក់ទងទៅនឹងការធ្វើអាជីវកម្មអញ្ចឹងយើងទីទៅការធ្វើអាជីវកម្មផ្សេងៗយើងត្រូវការគ្រឿងម៉ាស៊ីនដើម្បីធ្វើការវិចខ្ចប់ឬក៏ delivery ទៅតាមផ្នែកនីមួយៗហើយវាលឿនរហ័សសម្រាប់ក្នុងការធ្វើការងាររបស់យើងបាទបើមិនយើងចំណាយមនុស្សវាច្រើនអញ្ចឹងយើងឃើញថាគេមាន apply តាំងពី AI ផ្សេងៗផងដែរបាទអញ្ចឹងជាទូទៅគេប្រើម៉ាស៊ីនដោយអូតូស្វ័យប្រវត្តិគឺចំណុចត្រង់ហ្នឹងដែលយើងគួរតែយកចិត្តទុកដាក់ក្នុងការបើសិនជាយើងរៀនផ្នែកបច្ចេកវិទ្យាយើងគួរតែវិវត្តមកខាងនេះបានច្រើនណាស់មិនថា software ឬក៏ hardware ទេវាតែបញ្ចូលគ្នាទាំងអស់បើសិនអ្នកគ្នាចាប់បានឬក៏បងប្អូនសិក្សាទៅលើចំណុចទាំងអស់ហ្នឹងបានច្រើនគឺល្អមែនទែនហើយចំណុចនេះយើងមានឃើញ robot បាទជនជាតិបងខាងប្រទេសហ្វីលីពីនបាទគាត់មកនិយាយលេង robot 2គ្រឿង robot ហ្នឹងគេដាក់តាំងនៅកន្លែងសាលារបស់គេនេះចាប់ពីហ្នឹងមកយើងបានទៅមើល show សម្ដែងកន្លែងហ្នឹងគឺកន្លែងតែបាទកន្លែងតែពិសេសទេគេមានតាំង show បង្ហាញការចាក់តែបាទកន្លែងហ្នឹងគេមានដាំតែមានតាមអីឲ្យយើងមើលពីផលិតផលរបស់គេបន្ទាប់ពីនឹងមកយើងថ្ងៃបន្ទាប់ទៀតយើងទៅទស្សនកិច្ចនៅកន្លែងសួនស្ប៉ាមួយតែថ្ងៃចុងក្រោយដែលយើងចាប់ការងាររបស់យើងពីផ្លូវការហើយយើងក៏ទៅទស្សនានៅសួនស្ប៉ានៅភ្នំមួយភ្នំដូចជាខ្ញុំភ្លេចបាត់ហើយភ្នំអីគេចាស់ខ្ញុំបានមើលឈ្មោះ
ចឹងយើងបានមកដល់ទស្សនាគេហៅPavilion បាទ Singapore Pavilion យើងបានទស្សនាកន្លែងការតាំងបង្ហាញអំពីប្រទេសនីមួយៗណាតាំងបង្ហាញពីផលិតផលឬក៏អ្វីដែលមាននៅក្នុងប្រទេសនីមួយៗទៅពីហ្នឹងមកយើងក៏បានទៅចូលរួមញ៉ាំអាហារជុំគ្នាអំពីប្រទេសផ្សេងៗដែលគេទទួលភ្ញៀវមកពីបណ្ដាប្រទេសផ្សេងៗផងដែរមានប្រហែលជា10ប្រទេសជាងបាទក្នុងហ្នឹងបាទ 22年来，对中国东盟博览会、中国东盟商务与投资峰会的成功举办，对推动广西与各国友好交流与务实合作所做出的积极贡献，表示诚。 ពីនឹងមកយើងក៏ចេញដំណើរពីហ្នឹងយើងមកទស្សនាកន្លែងតំបន់ជួរភ្នំបាទយើងមើលទេសភាពតាមដងផ្លូវគេស្អាតតែបាទយើងមានផ្លូវម៉ូតូមានផ្លូវឡានមានថាផ្លូវគេមាន4បាទ4ប្រឡោះបាទ4ទៅមាន4មកបាទហើយផ្លូវម៉ូតូផ្សេងហើយទី2ទៅយើងក៏នៅបាត់សម្គាល់គឺមានតែរថអគ្គិសនីណា EV បាទឡានអគុយហើយនិងម៉ូតូអគុយ ចឹងយើងមកដល់កន្លែងសួនច្បារហើយសួនច្បារមួយដែលនៅទីក្រុងខ្វាងស៊ីនេះអភិបាលខេត្តសំបាយបាទខេត្តសំបាយជាមួយវិទ្យាបាឌី គាត់កំ pl ែងបាទយើងដើរលេងជុំគ្នាបាទសប្បាយមានប្រទេសជាច្រើនមកជុំគ្នាអញ្ចឹងយើងអាចជែកម្លែកបទពិសោធន៍ប្រកាន់គ្នាផងតពីហ្នឹងមកខ្ញុំបានទៅមើលទស្សនាតាំងពីព្រោះបាទយើងមើលរ៉ូបូតបាទយើងមើលគ្រឿងបែបបច្ចេកវិទ្យាជាច្រើននៅប្រទេសចិនបាទតាំងពីព្រោះបាទយើងឃើញចាប់អារម្មណ៍មែនទែនបាទដែលយើងគួរតែរៀនសូត្រឬក៏អភិវឌ្ឍកម្មវិធីមួយទាន់ប្រទេសគេបាទអញ្ចឹងខ្ញុំជួយចិត្តខាងបច្ចេកវិទ្យាទេហើយក៏រៀនសូត្របានច្រើនពីគេគឺឃើញថាថ្ងៃណាមួយយើងនឹងអាចធ្វើបានដូចគេអញ្ចឹងបាទតែច្រើនគឺឃើញរ៉ូបូតដៃច្រើនបាទរ៉ូបូតដៃគឺជួយការងាររបស់យើងច្រើនណាស់នៅក្នុងរោងចក្រព្រោះយើងត្រូវការប្រើរ៉ូបូតទាំងអស់ហ្នឹងជួយលើកឬក៏ជួយធ្វើ ប្រស្អាតអ្នកមកពីឡាវបាទគាត់យើងបានជូនកម្មាខ្មែរគាត់ហើយគាត់នឹងមានបង្ហាញមួយពិសេសសម្រាប់យើងហើយយើងក៏ចប់ពីនឹងមកយើងក៏រៀបចំអីវ៉ាន់ធ្វើដំណើរមកមាតុភូមិវិញបាទរៀបចំអីវ៉ាន់ចប់ហើយយើងនៅសល់យប់ចុងក្រោយក៏យើងដើរលេងបាទដើរលេងនៅទីក្រុងហើយយើងមកញ៉ាំអាហារជុំគ្នាជាមួយអ្នកកទេសរបស់យើងបាទយើងបានញ៉ាំអាហារជុំគ្នាមួយពេលដើម្បីលាគ្នាមកវិញបាទគាត់បានធ្វើការឬក៏ជួយសម្របសម្រួលការងារយើងច្រើនណាស់អំឡុងពេលយើងទស្សនកិច្ចហ្នឹងអញ្ចឹងយើងក៏ញ៉ាំអាហារជុំគ្នាមួយពេលដើម្បីជាអនុស្សាវរីយ៍ 导演，由于新鲜做，这就很自然。 Okay, we go. 大佬茶先参与新品上市，属味水煮。 ចឹងត្រឡប់មកវិញបន្តិចនៅក្នុងហ្នឹង
ចំណុចទី3អ្នកគ្នាត្រូវបង្កើត Alipay យើងទិញអីវ៉ាន់អីផ្សេងៗនៅក្នុងហាងគេប្រើ Alipay ដើម្បីចាយលុយបាទអញ្ចឹងខ្ញុំបានបង្កើត Alipay មួយទុកឲ្យហើយកម្មវិធីមួយចំនួនសម្រាប់មើលផែនទីហើយនឹង translate បាទព្រោះដោយសារគេអត់និយាយភាសាអង់គ្លេសទេយើងត្រូវការកម្មវិធី translate ភាសាបាទហើយយើងមួយទៀតតែអ្នកគ្នាមិនអាចបានព្រោះយើងត្រូវការប្រើភ្លើងទូរស័ព្ទដៃអ្នកគ្នាត្រូវប្រើ power bank ដែល model CC បាទ C 3 ដងបាទ model ហ្នឹងយើងអាចយកបាននៅក្នុងប្រទេសគេបើសិនជាក្រៅពីហ្នឹងយើងមិនអាចយកបានទេអញ្ចឹងសូមអរគុណជួបគ្នានៅឱកាសក្រោយបាទយើងបានត្រឡប់មកវិញហើយ